គ្រាន់តែជាមិត្តភក្តិទេមិនក៏ស្និទ្ធស្នាលគ្នាម្ល៉េះអូខ្ញុំដឹងគេចង់ដណ្ដើមមិត្តប្រុសរបស់នាងមែនទេអញ្ចឹងគេជាសត្រូវរបស់ខ្ញុំទៅរកគេសិនពីជូគេជាកូនម្ចាស់សន្តាគារនេះគឺគេណែនាំឲ្យយើងមកអូអញ្ចឹងបានអញ្ចឹងថ្ងៃនេះខ្ញុំលើកណែគេសិនប៉ុន្តែមានលុយមានអីអស់ចាទៅសេងលៃពីមុននាងក៏មានលុយដែរមែនទេដូច្នេះហើយនាងអាចខំចាញ់គេទេនាងក៏បារម្ភអីណាពីជូអ្នកឯងដឹងទេមិញនេះពេលដែលឈិញឡានដើរទៅគេមិនបានមើលយើងទេគេមិនខ្ជិលយកភ្នែកមើលយើងទេគេពិតជាថ្លាមធំហើយគ្រាន់ប៉ុណ្ណឹងហើយនៅមានស្រីទៀតគួយខឹងមែនពីជូយើងមកធ្វើការណាឯងទាំងពីរអ្នកធ្វើអីហ្នឹងភ្ញៀវចិត្តមកដល់ហើយឆាប់ទៅរៀបចំខ្លួនទៅខ្ញុំដឹងហើយបើវាយស្មានទៅប្រហែលជា20ផ្ទាំងច្រើនបែបនេះហ៎សើណាស់តើនាងត្រូវការរាយការណ៍ពីតម្លៃប្រាប់លោកប៉ារបស់នាងទេហើយរឿងតូចតាច់បែបនេះគាត់មិនរវល់ទេមិនមែនទេរឿងបងជារឿងធំប៉ុន្តែប៉ាខ្ញុំនោះគាត់មិនចេះពីសិល្បៈទេអត់ទេបើមានពេលវេលាគូគំនូខ្ញុំសប្បាយចិត្តណាអូនត្រូវហើយដាច់ខាតកុំឲ្យលោកយាយរបស់ខ្ញុំដឹងពីរឿងនេះអសោះណាធ្វើអញ្ចឹងគឺខ្ញុំអាចឆ្លៀតពេលអត់លក់អាហារតាមផ្លូវមកសន្តាគារដើម្បីគូគំនូបានឲ្យតែបងតំណេតទៅបានហើយខ្ញុំជួយបងទៅញ៉ាំបាយមិនចាំបាច់ទេខ្ញុំប្រញាប់ទៅជួយលោកយាយខ្ញុំលាហើយលោកអ៊ីចិត្តមកដល់មុខទ្វារហើយនាងឆាប់ទៅទទួលគាត់ទៅការងារនាងអត់បញ្ហាទេហ៎មើលទៅនាងដូចជារវល់ណាស់ឈិញឡានគេមករកខ្ញុំអត់មានពេលទទួលនាងសោះសុំទោសខ្ញុំត្រូវធ្វើការទៀតសួស្តីលោកអ៊ីខ្ញុំគឺអ៊ីស៊ីងលៃទទួលខុសត្រូវចំពោះលោកអញ្ជើញមកតាមខ្ញុំរីករាយណាស់ដែលបម្រើសេវាកម្មជូនលោកសង្ឃឹមថាអាចផ្ដល់ដំណើរទេសចរជូនលោកយ៉ាងរីករាយនេះគឺនាមមកបានខ្ញុំអ៊ីស៊ីងលៃត្រកូលអ៊ីមានតិចណាស់ណាប៉ានាងគឺអ៊ីខ្វាំងភីងនៅសហគ្រាសចឹងឡុងមែនទេលោកស្គាល់ប៉ាខ្ញុំដែរមិនអាចថាស្គាល់ទេខ្ញុំតែយករកស៊ីនៅសៀងហៃខ្ញុំធ្លាប់ជួបគេប្រហែលដងដែរក្រោយពេលជំនួយគេបរាជ័យគេក៏បាត់ដំណឹងសូននៅសៀងហៃមិននឹកស្មានថានៅតៃវ៉ាន់សោះប៉ានាងសុខសប្បាយទេការពិតខ្ញុំក៏មិនដឹងថាពួកគាត់នៅណាដែរអ្នកនាងអ៊ីនាងក៏មិនទោសប៉ាម៉ាក់នាងបើបដូរជាខ្ញុំវិញខ្ញុំមិនដឹងថាត្រូវប្រឈមមុខនឹងអ្នកផ្ទះខ្លួនឯងយ៉ាងម៉េចដែរខ្ញុំអត់បន្ទោសពួកគាត់ទេប៉ុន្តែហេតុអីពួកគាត់ទៅដល់មិនប្រាប់ខ្ញុំជាកូនគាត់ហេតុអីពួកគាត់មិនអាចនាំខ្ញុំទៅជាមួយខ្ញុំមិនខ្លាចរងទុក្ខលំបាកទេខ្ញុំគ្រាន់តែចង់រស់នៅជុំជាមួយគាត់ខ្ញុំនឹកសៀងហៃណាស់ខ្ញុំនឹកប៉ាម៉ាក់ណាស់快乐我哭是因为你的手曾答应带我向前走难过我哭是因为我的手找不到你说的以后好眼泪花眼泪我都曾为你流感动和悲伤都是理由只不过在你不再爱我了以后伤怀的眼泪慢ឈប់សិន
ឡានក្រុងឥឡូវនេះពិតជាចម្លាច់មែនតែនឃើញមនុស្សអាក្រក់មើលមិនឈប់ក៏ហើយចោះតែទោះជាឃើញស្រីស្អាតក៏គេមិនឈប់ដែរណាស្រីឥឡូវនេះកាន់តែផ្ដេសផ្ដាស់មិត្តភក្តិជាច្រើននៅជាមួយគេអត់រវល់ទេគ្មានសុជីវធម៌សោះហើយប្រុសឥឡូវនេះកាន់តែប្រេផ្ដាស់ទៀតនិយាយម្នាក់ឯងដូចជាមនុស្សឈួនអញ្ចឹងនេះជាមនុស្សឡប់ហើយអស់សង្ឃឹមហើយមានអ្នកណានៅផ្ទះទេលោកឯងនៅស្ងៀមបន្តិចបានទេមិនបានទេមិនឆ្លោះជាមួយនាងខ្ញុំដេកមិនលក់លោកទំនេរជ្រុលមែនមានអារម្មណ៍នៅទីនេះមែនទេមកផ្ទះទៅថាចេញក៏មករំខានខ្ញុំនេះយ៉ាងមិនទៅនឹងការងារបរាជ័យមែនទេអត់ទេឬមួយក៏ស្អីគេនោះមករឡប់សតិមែននាងខឹងខ្ញុំមែនទេហេតុអីខ្ញុំត្រូវខឹងលោកល្ងាចនេះខ្ញុំទៅសន្តាគារដោយសារតែខ្ញុំចង់គូររូបឲ្យសន្តាគារដូច្នេះហើយបានជាខ្ញុំមិនបាននិយាយប្រាប់នាងខ្ញុំសួរលោកពេលខ្ញុំធ្វើការមើលទៅខ្ញុំទំនេរណាស់អត់ទេអញ្ចឹងមើលទៅគួរធុញទេគួរតែរវល់ចុះហេតុអីខ្ញុំខឹងលោកព្រោះតែរឿងនេះអត់ពាក់ព័ន្ធនឹងខ្ញុំទេមិនបានជានាងមិននិយាយខ្ញុំឃ្លានហើយនាំខ្ញុំទៅញ៉ាំបាយទៅមិនក៏មិនឆាប់និយាយតោះខ្ញុំនាំនាងទៅផ្លូវអាហារហូបអីក៏បានដែរមានម្ហូបស្នេហ៍ហើយទេសុភមង្គល131ខ្ញុំត្រូវការអាហារបានយកតាណាទៅបានទៅឯងឈួតទេហីបែកគ្នាយូរពេកចាំសម្ដីខ្ញុំមិនបានទេហ៎ឈីកឡើងឈីឡាតាទៅដល់តែបានជោគជ័យទេខ្ញុំទូរស័ព្ទមកចង់ប្រាប់យើងថានឹកយើងដែរមែនទេហើយតែឯងចង់ស៊ើបសួរពីដំណឹងអីអត់ទេមិនមែនទេខ្ញុំឈីឡាក្រោយពេលឯងទៅបានពួកខ្ញុំខាត់ជួបការពិតដែរការពិតស្អីរួចហើយនៅខ្ញុំឃ្លានណាស់មិនតាន់ធ្វើទេហ៎លោកមិនទូរស័ព្ទទៅសៀងហៃឲ្យគេជួយទេហ៎ឥឡូវខ្ញុំមិនលើករឿងទេមិនដឹងអាចទៅរឿងអីខ្ញុំចំណាយលុយទូរស័ព្ទដើម្បីនាងនោះអាយកុំអញនិយាយពីរឿងចាស់ប្រាប់ខ្ញុំតាមហូបសៀងហៃគេធ្វើយ៉ាងម៉េចខ្លះទៅបហូបសៀងហៃសំខាន់គឺរាងសាបហើយថ្លាប្រកាន់ពីរសជាតិដើមហើយបន្លែទាំងឡាយមានការលាយឡំចូលគ្នាត្រូវប្រមូលច្រើននិយាយពីចំណុចសំខាន់ប្រាប់ខ្ញុំភ្លាមមកឆាប់ឡើងបាទចំណុចសំខាន់គឺខ្ទឹមអាំងជាមួយត្រីស្លឹកខ្ទឹមហាន់កង់ប្រវែងជា10ហ៊ុនហើយបន្ទាប់មកលាយត្រីឲ្យស្អាតស្លឹកស្ទឹមជាឆាយបរិសុទ្ធតក្រោយពេលដែលយើងបរិសុទ្ធតត្រាំទៅអំបិល20នាទីហើយត្រូវហាន់ចង្កង់លាយឲ្យបានស្អាតខ្ញុំចូលចិត្តប្រើបបោចៅជំនីបើសិនជាបបោយូរពេកប្រហែលជាខ្លោចហើយបើសិនជាបបោលឿនពេកមានរទន់ហើយត្រូវតែបបោឲ្យលំបព្រោះឲ្យស្រង់វាតែម្ដង